អ្នកខ្លះចង់ញ៉ាំតកឈូប៉ុន្តែដឹងថាទៅញ៉ាំនៅណាជាពិសេសនៅក្នុងក្រុងព្រៃវែងយើងផ្ទាល់តែម្ដងនេះខ្ញុំសូមណែនាំតកឈូមួយកន្លែងដែលគាត់លក់មករៀងយូរដែរហើយថ្ងៃនេះក៏ចង់ណែនាំជូនបងប្អូនទាំងអស់គ្នាទៅស្គាល់កន្លែងគាត់ផងដែរ The Seafood ជាភោជនីយដ្ឋានឈានមុខគេនៅព្រៃវែង ការសាងសង់គេមិនបងប្អូនពិតជាស្គាល់ហើយកន្លែងនេះដែលនាងខ្ញុំស៊ូមទៅនឹងហើយអាហារឋានរឿងលឹងអញ្ចឹងបងប្អូនជីពីនឹងមកជីពីបងមុខការឈប់មកបងប្អូនកន្លែងមកនៅខាងស្ដាំដៃទៅគឺគាត់បើកលក់ហើយចាប់ពីម៉ោង1រសៀលរហូតដល់ម៉ោង5 6ល្ងាចឯណោះអញ្ចឹងបងប្អូនចង់ញ៉ាំតកឈូដែលមានដាក់ច្រើនមុខមែនតើណាចាតិចទៀតខ្ញុំប្រាប់ឲ្យតែគាត់ដៃគេខ្លះតែថ្ងៃហ្នឹងចែកអត់មែនតើក៏ប៉ិតគាត់ត្រូវបើកម៉ោង1តែខ្ញុំទៅម៉ោងហ្នឹងខ្ទង់ម៉ោង11ចាខុសគ្នាទាំង2ម៉ោងតែដោយសារអ៊ំស្រីគាត់បើកលក់មុនណោះដោយសារតែអ្នកលក់គាត់រវល់ធ្វើម្ហូបគាត់បានប្រាប់ខ្ញុំថាគាត់បើកលក់ម៉ោង1ជាទូទៅអញ្ចឹងបើសិនជាបងប្អូនចង់ញ៉ាំតកឈូម៉ោង1ចាំទៅណាគាត់ដាក់នៅក្នុងកែវតកហ្នឹងមាន3 4មុខដែរនេះគឺលុកឆិតដាក់នៅក្នុងតកក៏ឆ្ងាញ់មានចំហួយហើយជាពិសេសនេះខ្ញុំនឹកឃើញថាទឹកស្កររបស់គាត់គាត់មានដាក់ដូងរៀងចាស់ខ្ចីតិចតិចគឺឆ្ងាញ់មែនតើទឹកស្ករដល់ពេលដែលដាក់ដូងទៅជាតិតែម្ដងចាប់ជាតិជាមួយនឹងតកឈូរបស់គាត់ហ្នឹងណាហើយខែក្តៅចេះទៀតញ៉ាំតកមួយកែវហ្នឹងដឹងតែមានកម្លាំងព្រឹកតែម្ដងនិយាយមែននេះខ្ញុំអត់បានថតគ្រប់ជ្រុងជ្រោយទេដោយសារតែគាត់ទៅតែរៀបចំក៏ពិតគេបើកលក់ម៉ោង1យើងទៅម៉ោង11នោះរៀបចំមិនតាន់តែចៃដន្យអីអ៊ំថាបើកហើយលក់បានអញ្ចឹងក៏ចូលទៅទិញញ៉ាំតែម្ដងទៅអរគុណច្រើនបងប្អូនបើសិនជាចង់ញ៉ាំតកឈូអាចទៅសាកនៅកន្លែងគាត់បានជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយ ធារាបានផលិតឡើងជាមួយសមត្ថភាពពិសេស3យ៉ាងព្យាបាលការពារនិងចិញ្ចឹមកោសិកាស្បែករបស់លោកអ្នកឲ្យមានភាពស្រស់ស្អាត